anh nụ à lâu nay mà dạ chân ngờ phải bằng vốn mà dạ chân bàn chênh nợ dịch ở đây thành ca rồi còn mà dạ chân bàn chênh nợ xa mùi quàm trò bật tè rong hỏi bật tè chân quàm trò đòi nông xa nốc bàn lợi là thà bật tè chân bàn quàm tố bật tè rong nông cá cà pìa thập tay son tì sốc bồ rణភាពទឹកដីនិងសេចក្តីថ្លៃថ្នូរជាតិហើយគាំទ្រអេរ៉ង់ក្នុងការរក្សាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អេរ៉ង់ឥឡូវនេះបងប្អូនចិនចេញមកជួយចេញមកគាំទ្រជាផ្លូវការទៅកាន់ប្រទេសអេរ៉ង់ហើយនេះមានន័យថាម៉េចមានន័យថាចិនចាត់ទុកថាការវាយឬក៏សម្រាប់មេដឹកនាំរបស់អេរ៉ង់ហ្នឹងជាការឈ្លានពានរបស់ប្រទេសអេរ៉ង់មានន័យថាអាមេរិកធ្វើអញ្ចឹងចិនមិនគាំទ្រទេហើយចិននឹងជួយគាំទ្រទៅលើប្រទេសអេរ៉ង់ចំពោះការធ្វើរបស់សហរដ្ឋអាមេរិកមកលើប្រទេសអេរ៉ង់នេះមានន័យថាម៉េចមានន័យថាពិភពលោកឥឡូវនេះកំពុងតែឈានជើងចូលទៅរកសង្គ្រាមលោកលើកទី3ហើយនេះឲ្យសមមុខដោយសារម្នាក់ឃើញថៃវាយមកខ្មែរម្នាក់អត់ជួយខាត់ជួយខាំងទេឥឡូវរីករាលដាលហើយបងប្អូនរីករាលដាលហើយណាសូម្បីតែចិននៅពេលដែលថៃវាយខ្មែរហ្នឹងបានត្រឹមតែនិយាយថាសូមឲ្យមានការសម្របស្រួលសូមឲ្យមានការស្រោះស្រួលគ្នាដោះស្រាយដោយសន្តិវិធីទេអត់មានចេញសារមកគាំទ្រខ្មែរក្នុងការពារអធិបតេយ្យឬក៏គាំទ្រប្រទេសខ្មែរអធិបតេយ្យភាពសន្តិសុខបូរណភាពទឹកដីសេចក្តីថ្លៃថ្នូរជាតិអីចឹងណាបងប្អូនឥឡូវចិនចេញចំពោះអេរ៉ង់គឺនិយាយចឹងចំពោះអេរ៉ង់មកហើយកាលថៃវាយយើងចិនអត់មាននិយាយពាក្យហ្នឹងទេណាបងប្អូនឥឡូវហ្នឹងរៀលដាលដល់មជ្ឈមបូព៌ាហើយអេរ៉ង់នឹងបាញ់មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកដែលនៅប្រទេសមជ្ឈមបូព៌ាហ្នឹងហើយក្តៅក្រហាយនឹងទៅកាន់ប្រទេសមជ្ឈមបូព៌ាវិញហើយនៅអឺរ៉ុបនឹងក៏ដូចគ្នាកំពុងតែភ្លើងហ្នឹងវាកំពុងតែឆេះបន្តិចម្ដងក្តៅបន្តិចម្ដងហើយអាចនឹងឆេះខ្លាំងប្រសិនបើមេដឹកនាំពិភពលោកឬក៏អង្គការសហជាតិនៅតែគ្មានសមត្ថភាពបង្ក្រាបភាពហៅថាភាពឈ្លានពានរបស់ប្រទេសដែលមានអំណាចមកលើប្រទេសដែលតូចតាចហើយភ្លើងនេះនឹងឆេះទាំងធំប្រទេសធំឆេះទាំងប្រទេសតូចរកសេចក្តីសុខគ្មានទេបងប្អូនអញ្ចឹងបានថាម្នាក់យកសុខរៀងខ្លួនណាអត់សូវខ្វល់ណាមិនកើតឡើងនៅក្នុងប្រទេសអញផងអញមិនខ្វល់ឯងចង់ថៃវ័យខ្មែរឯងចង់ថៃធ្វើបាបខ្មែរមិនធ្វើទៅអញអត់ខ្វល់មិនក្នុងប្រទេសអញផងឥឡូវនឹងឆេះហើយបងប្អូនឆេះរៀលដាលហើយបាទអញ្ចឹងបានថាយើងឃើញអំពើអយុត្តិធម៌យើងឃើញប្រទេសតូចត្រូវបានប្រទេសធំវ័យហ្នឹងយើងត្រូវគាំទ្រយើងត្រូវរារាំងយើងត្រូវជួយបើយើងមិនជួយអាវុធយុទ្ធភ័ណ្ឌមិនជួយអីទេសូមជួយខាត់ជួយខាំងផងកុំឲ្យចេះថាធ្វើអីទៅធ្វើតាមតែចិត្តអញ្ចឹងទីបំផុតទៅពិភពលោកហ្នឹងខ្ទេចហ្មងដោយសារតែមនុស្សលែងចេះជួយគ្នាហ្នឹង